shortlisting ចឹងអ្វីជា shortlisting គឺជាការនិរោធ pool of candidate គឺជាការកាត់បន្ថយបេក្ខជនដែលដាក់ពាក្យហើយយើងជ្រើសរើសតែបេក្ខជនណាដែលឆ្លើយតបបាទដែលឆ្លើយតបឬក៏ឆ្លុះបញ្ចាំងជាមួយនឹងលក្ខណៈវិនិច្ឆ័យដែលយើងបានសម្រេចដាក់ចូលទៅក្នុងតួនាទីការងារបាទក្នុងចំណោមបេក្ខជន100នាក់អញ្ចឹងយើងពិនិត្យមើលទៅមាន20នាក់15នាក់ដែល the most qualified candidate គឺជាបេក្ខជនដែលសមស្របបំផុតបាទដែលយើងត្រូវ shortlist បាទជ្រើសរើសយកមកដើម្បីរៀបចំដំណើរការជ្រើសរើសបាទអញ្ចឹងយើងប្រកាសហើយយើងចាប់ផ្ដើម selection ប្រកាសហើយយើងចាប់ផ្ដើមជ្រើសរើសគឺយើងយក CV មកដើម្បីមើលតើអ្នកណាគេជា most suitable candidate ណា the most qualified candidate បាទអញ្ចឹងក្នុងករណីដែលយើងប្រកាសរើសហើយបាទយើង advertise ឯងអញ្ចឹងពេលខ្លះ candidate អាចមានចំនួនតិចដាក់មកបាទអញ្ចឹងយើងអាច cycling to find the candidate ដើម្បីធ្វើ shortlist យើងអាចសម្ភាសបានតែ2នាក់3នាក់ក៏យើងអត់មាន candidate គ្រប់ក្នុងការរើសក្នុងចំណោមហ្នឹងដែរអញ្ចឹងអាចបញ្ហាយើងអាចត្រឡប់មើល job announcement របស់យើងតើច្បាស់លាស់អត់តាក់ទាញអត់មានព័ត៌មានគ្រប់គ្រាន់អត់បាទតើ job announcement របស់យើងcriteria យើងដាក់ហ្នឹងវាត្រឹមត្រូវអត់ហើយតើកន្លែងដែលយើងផ្សព្វផ្សាយការងារហ្នឹងត្រឹមត្រូវអត់ហ្នឹងហើយឬក៏ខុសកន្លែងហ្នឹងគឺជាអ្វីដែលយើងអាចពិនិត្យមើលក្នុងករណីដែល shortlist candidate ហ្នឹងវាគ្រប់ទៅតាមចំនួនដែលយើងចង់ហៅមកដើម្បីជ្រើសរើសចឹងក្នុងករណីដែលយើងមានចំនួនបេក្ខជនដាក់ពាក្យមកច្រើនហើយមាន100នាក់មាន50នាក់មាន60នាក់មានច្រើនហើយគឺយើងអាចចាប់ដើម shortlist ពីចំណោមបេក្ខជនទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើ shortlist គឺយើងអាចមើលទៅលើ criteria បាទតើយើងអាចមានជា table មួយដែលបង្ហាញពី mandatory skill បាទជំនាញដែលចាំបាច់បំផុតជំនាញដែលសំខាន់ដើម្បីធ្វើការងារហ្នឹងហើយនឹងជំនាញបន្ថែមអញ្ចឹងយើងអាចមានជា matrix table បាទ matrix table តែបេក្ខជនពីលេខ1ដល់លេខ100ហ្នឹងបាទតើគាត់បូកបន្ទុក3ហ្នឹងទៅមួយណាខ្ពស់ជាងគេបាទមួយណាខ្ពស់ជាងគេអញ្ចឹងយើងមានជា criteria table ដើម្បីរៀបចំ shortlisting អញ្ចឹងយើងអាចរើសទៅ top 10 បាទ top 10 candidate យើងអាចមើល qualification គាត់ដើម្បីរៀបចំ table ហ្នឹងបាទមើល CV គាត់ដើម្បីរៀបចំ table ហ្នឹងយើងអាចរើសនៅ top 10 ដើម្បីធ្វើ shortlisting យក top 20 ស៊ីសងទៅលើការសម្រេចចិត្តនៃគណៈកម្មការជ្រើសរើសបុគ្គលិករបស់យើង